ចំបាប់80លើ20ដើម្បីភាពជោគជ័យតើបងប្អូនចង់ធ្វើការតិចតែបានផលច្រើនឬទេសូមបងប្អូនសាកល្បងច្បាប់80លើ20នេះដែលច្បាប់នេះគឺត្រូវបានបញ្ជាក់ថាលទ្ធផល 80% ដែលអ្នកទទួលបានគឺកើតចេញពីការខិតខំប្រឹងប្រែងត្រឹមតែ 20% ប៉ុណ្ណោះមានន័យថាក្នុងចំណោមការងារ10យ៉ាងដែលអ្នកធ្វើមានតែ2យ៉ាងប៉ុណ្ណោះដែលសំខាន់បំផុតនិងផ្ដល់ផលច្រើនជាងគេអាចកំបាំងគឺរកការងារ2យ៉ាងនោះឲ្យឃើញរួចផ្ដោតលើវាឲ្យអស់ពីកម្លាំងកាយចិត្តកុំធ្វើការដោយភាពហត់នឿយតែត្រូវធ្វើការងារដោយភាពឆ្លាតវៃហើយចុះការងារសំខាន់របស់បងប្អូននៅថ្ងៃនេះគឺជាអ្វីដែរបាទអត្ថបទមួយនេះត្រូវបានរកឃើញដោយលោក Wilfredo Pareto ដែលគាត់គឺជាសេដ្ឋកិច្ចវិទូរបស់ជនជាតិអ៊ីតាលីប៉ុន្តែត្រូវបានផ្សព្វផ្សាយជាសកលដោយលោក Joseph M. Juran នៅឆ្នាំ1940